ឧត្តមសេនីយ៍ជាន់ខ្ពស់សហរដ្ឋអាមេរិកប្រាប់ទៅសម្ព័ន្ធភាពរបស់ខ្លួនទាំងអស់នៅតំបន់មជ្ឈិមបូព៌ាថាលោក Donald Trump អាចនឹងបញ្ជាឲ្យមានការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់នៅចុងសប្តាហ៍នេះឬក៏យ៉ាងហោចណាស់នៅដើមសប្តាហ៍ក្រោយនេះតែឧត្តមសេនីយ៍រូបនេះប្រមានសម្ព័ន្ធភាពរបស់ខ្លួននៅតំបន់មជ្ឈិមបូព៌ាថាអ៊ីរ៉ង់នឹងបើកការវាយប្រហារសងសឹកវិញទៅលើសហរដ្ឋអាមេរិកក្នុងស្ថានភាពទប់ទល់នឹងវាយលុកផងដែរស្របពេលគ្នានេះអតីតមន្ត្រីចារកម្មរបស់សហរដ្ឋអាមេរិកម្នាក់ក៏បានប្រាប់សារព័ត៌មាន Dropside News ថាការវាយប្រហាររបស់កងទ័ពអាមេរិកទៅលើប្រទេសអ៊ីរ៉ង់អាចរាប់ពីថ្ងៃទី30មករានេះរហូតដល់ថ្ងៃទី10កុម្ភៈពេលនោះហើយថាតើសង្គ្រាមរបស់អាមេរិកទៅលើអ៊ីរ៉ង់វាផ្ទុះឡើងឬក៏វាមិនផ្ទុះឡើងនោះប៉ុន្តែភាគច្រើនបំផុតក្នុងស្ថានភាពដ៏ផុយស្រួយនេះទំនងលោក Donald Trump នឹងបញ្ជាឲ្យបែកការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់អ្វីដែលសំខាន់គឺថាអ៊ីស្រាអែលជាអ្នករួមចំណែកមួយដ៏សំខាន់បំផុតជាកម្លាំងយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកគំតិតរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ដែលគេហៅថាគំតិតនយោបាយនុយក្លេអ៊ែររបស់ប្រទេសនៅតំបន់មជ្ឈិមបូព៌ាមួយនេះយោងតាមការចុះផ្សាយរបស់ប្រភពព័ត៌មានដោយឡែកនេះបានឲ្យដឹងថាគោលដៅដែលសហរដ្ឋអាមេរិកត្រូវគំតិតនោះអាមេរិកវាយប្រហារទៅលើរោងចក្រនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់រោងចក្រផលិតមីស៊ីល ballistic និង drone របស់ប្រទេសអ៊ីរ៉ង់គំតិតទីតាំងស្តុកគ្រាប់មីស៊ីលទីតាំងស្តុក drone និងទីតាំងស្តុកគ្រាប់កំភ្លើងធំរបស់ប្រទេសអ៊ីរ៉ង់ជាមួយគ្នានេះប្រព័ន្ធខែលការពារដែនការរបស់អ៊ីរ៉ង់ទាំងអស់ត្រូវតែកំទេចប៉ុន្តែមិនចោលទេនឹងតាមកំទេចទីតាំងរូងក្រោមដីដែលជាជំរករបស់មេដឹកនាំកម្ពុជាអ៊ីរ៉ង់ដែលជ្រកកោននេះទីនោះដើម្បីកំទេចនឹងធ្វើឲ្យមេដឹកនាំទាំងនោះរត់ចោលប្រទេសឬក៏ចុះចាញ់នឹងសង្គ្រាមរបស់សហរដ្ឋអាមេរិកដែលអ៊ីស្រាអែលក៏ចូលរួមផងដែរលោក Donald Trump ត្រូវបានរាយការណ៍មកថានៅពេលនេះគាត់បានកំណត់ថាពេលវេលាកាន់តែជិតអស់ហើយជំទាស់ការដែលអ៊ីរ៉ង់ត្រឡប់មកតុចរចាវិញប៉ុន្តែលោក Donald Trump បានដាក់លក្ខខណ្ឌថាអ៊ីរ៉ង់គ្មានទេមហិច្ឆតាឆ្ពោះទៅរកការផលិតអាវុធនុយក្លេអ៊ែរហើយអ៊ីរ៉ង់ត្រូវតែដកដួលរបបដឹកនាំរបស់ខ្លួនបច្ចុប្បន្ននេះរៀបចំឲ្យមានរបបថ្មីមួយឡើងវិញដែលជារបបប្រជាជនអ៊ីរ៉ង់អាចទទួលរស់នៅជាមួយបានលោក Donald Trump បានបញ្ជាក់ឲ្យថារបបសម្លាប់រង្ងាលត្រូវតែបញ្ចប់ហើយត្រូវតែជំនួសមកវិញដោយរបបមួយទទួលស្គាល់សិទ្ធិសេរីភាពរបស់ប្រជាជនអ៊ីរ៉ង់នៅក្នុងមហាបាតុកម្មគុបកម្ម21ថ្ងៃអំឡុងពេលនោះប្រជាជនអ៊ីរ៉ង់ងើបឡើងបះបោរទូទាំងប្រទេសដែលគេអាចប៉ាន់ប្រមាណថាមានរហូតដល់ទៅ6លាននាក់នៅរដ្ឋធានីតេរ៉ង់ប្រជាជនងើបឡើងបះបោរដល់ទៅ1លាន7សែននាក់គោលដៅរបស់ប្រជាជនអ៊ីរ៉ង់ក្នុងពេលនោះគឺដើម្បីចាប់យករដ្ឋធានីមួយនេះឲ្យបានពីដៃរបស់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ជាការទម្លាក់របបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ប៉ុន្តែត្រូវបានបង្ក្រាបយ៉ាងបង្ហូរឈាមដោយអាវុធរបស់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់និងកងសន្តិសុខអ៊ីរ៉ង់បានសម្លាប់បាតុករស្លាប់យ៉ាងរងាលបើយោងតាមរបាយការណ៍របស់អង្គការសិទ្ធិមនុស្សឯករាជ្យក្នុងស្រុកនិងរបាយការណ៍ក្រុមសារព័ត៌មានស៊ើបអង្កេតរបស់អ៊ីរ៉ង់និងពួកបច្ចឹមទេបានឲ្យដឹងថាបាតុករអាចស្លាប់បាត់បង់ជីវិតពី 36,500 នាក់ទៅ 40,000 នាក់បាតុករអាចរងរបួសមានរហូតដល់ទៅ 10,000 នាក់បាតុករដែលត្រូវបានចាប់ខ្លួនដោយកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់មានជាង 30,000 នាក់ពួកគេសុទ្ធតែប្រឈមមុខនឹងទោសប្រហារជីវិតទៀតផងប៉ុន្តែយ៉ាងណាក៏ដោយនៅពេលនេះប្រជាជនអ៊ីរ៉ង់កំពុងតែរងចាំការមកដល់កងទ័ពអាមេរិកដើម្បីរំដោះពួកគេចេញពីរបបរនាំងដែកនៃរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់នៅក្រោមការដឹកនាំរបស់មេដឹកនាំកម្ពុជាអាយ៉ាតុលឡាស់អាលីខាមីនីនេះបដិវត្តន៍ឆ្នាំ1979ពួកមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិកនៅមន្ទីរប៉ុងតាហ្គោនបានប្រាប់សារព័ត៌មាន Dropside News ទៀតថារបបអ៊ីរ៉ង់នៃរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ប្រឈមមុខនឹងត្រូវបិទបញ្ចប់លោក Donald Trump បានប្រកាសឲ្យថាការវាយប្រហារគឺដើម្បីឲ្យរបបនេះរលំរលាយមិនត្រឹមតែរំលាយកម្មវិធីអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់នោះទេគឺរំលាយដល់របបនេះទៀតផងពួកមន្ត្រីយោធាអាមេរិកកម្ពុជាដែលជាទីប្រឹក្សាសន្តិសុខសាស្ត្រផងដែរឲ្យដឹងថាប្រទេសនៅតំបន់មជ្ឈិមបូព៌ាទាំងអស់ដែលជាសម្ព័ន្ធភាពរបស់អាមេរិកត្រូវប្រុងប្រយ័ត្នជានិច្ចត្រូវចេះប្រកាសឈួននៅពេលដែលអ៊ីរ៉ង់បើកការវាយប្រហារទៅលើមូលដ្ឋានទ័ពរបស់អាមេរិកតែមន្ត្រីជាន់ខ្ពស់អាមេរិកដែលជាឧត្តមសេនីយ៍នៃមន្ទីរប៉ុងតាហ្គោនបញ្ជាក់ថាអ៊ីរ៉ង់ហ៊ានតែវាយប្រហារទៅលើប្រទេសជិតខាងរបស់ខ្លួននោះរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់នេះត្រូវកំទេចយ៉ាងលឿនបំផុតដោយកម្លាំងសហប្រតិបត្តិការរបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលផងដែរមូលដ្ឋានទ័ពរបស់អាមេរិកនៅតំបន់មជ្ឈិមបូព៌ាត្រូវបានគេរកឃើញថាមាន19ទីតាំង
នៅក្នុងនោះមាននៅលើទឹកដីនៃប្រទេសកាតានៅលើទឹកដីនៃប្រទេសបារ៉ែនយ៉នដានីអូម៉ង់កូវ៉ាតអារ៉ាប់រ៉ូមអេមីរ៉ាតនិងនៅលើទឹកដីនៃប្រទេសអ៊ីរ៉ាក់សហរដ្ឋអាមេរិកបានប្រកាសដំឡើងមីស៊ីលទំនើបបំផុតរបស់ខ្លួនជាលើកដំបូងនៅលើទឹកដីនៃប្រទេសកាតាដើម្បីការពារតំបន់មជ្ឈិមបូព៌ាទាំងមូលប្រសិនបើគ្រប់មីស៊ីលរបស់អ៊ីរ៉ង់បាញ់ចូលទៅទីតាំងណាក៏ដោយនៅតំបន់មជ្ឈិមបូព៌ាត្រូវតែបាញ់ទម្លាក់ដោយប្រព័ន្ធខែលការពាររបស់អាមេរិកដែលដំឡើងនៅលើទឹកដីនៃប្រទេសកាតាដែលជាមូលដ្ឋានទ័ពអាមេរិកដ៏ធំបញ្ជាក់គេនៅតំបន់មជ្ឈិមបូព៌ានៅពេលដែលលោក Donald Trump ប្រមានដូចនេះគេសង្កេតឃើញរដ្ឋមន្ត្រីការបរទេសនៃប្រទេសអ៊ីរ៉ង់បានព្យាយាមបញ្ចុះបញ្ចោលឲ្យប្រទេសទូគីដែលជាសម្ព័ន្ធភាពរបស់អាមេរិកនិយាយលួងលោមលោក Donald Trump ធ្វើយ៉ាងណាកុំឲ្យឈានទៅដល់ការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ប៉ុន្តែរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់រូបនោះនៅតែប្រមានថាបើដល់ដំណាក់កាលត្រូវវាយការពារខ្លួនគឺអ៊ីរ៉ង់ជ្រើសរើសវាយការពារខ្លួនជាងអ៊ីរ៉ង់ចោះចាញ់ចំពោះការឈ្លានពានរបស់សត្រូវរបស់ខ្លួនរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់រូបនេះនៅតែបញ្ជាក់ថាអ៊ីរ៉ង់មានសមត្ថភាពគ្រប់គ្រាន់ដើម្បីវាយបកគ្រប់គោលដៅទាំងអស់ទៅលើទីតាំងរបស់សហរដ្ឋអាមេរិកនៅតំបន់មជ្ឈិមបូព៌ាតែសម្រាប់លោក Donald Trump បានប្រមានឲ្យថាពេលវេលាដើម្បីកំណត់ថាតើត្រូវវាយប្រហារឬក៏ត្រូវមិនវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់នោះវាកាន់តែជិតអស់ហើយដែលខណៈនេះលោក Donald Trump អះអាងថាកងនាវាចម្បាំងរបស់អាមេរិកដ៏មានឥទ្ធិពលបំផុតនៃក្រុមនាវាចម្បាំងអាម៉ាដាបានកំពុងតែជិតដល់តំបន់នៃឈូងសមុទ្រពាក់ហើយនៅពេលនេះវាជាការដាក់ពង្រាយកងទ័ពអាមេរិកដ៏ធំបំផុតពុំធ្លាប់មាននោះទេនៅពេលនេះនាវាផ្ទុកយន្តហោះរបស់អាមេរិក USS Abraham Lincoln ដែលអមដំណើរដោយនាវាពិឃាត6គ្រឿងនិងយន្តហោះយ៉ាងតិច90គ្រឿងបានកំពុងដាក់ពង្រាយនៅតំបន់សមុទ្រមជ្ឈិមបូព៌ារួចទៅហើយស្របពេលគ្នានេះក៏មានសេចក្តីរាយការណ៍មកថានាវាផ្ទុកយន្តហោះមួយគ្រឿងទៀតកំពុងតែរៀបចំឲ្យចាកចេញពីមូលដ្ឋានរបស់វានៅរដ្ឋមួយនៃសហរដ្ឋអាមេរិកនោះដើម្បីមកដាក់ពង្រាយនៅតំបន់មជ្ឈិមបូព៌ាផងដែរនាវានោះគឺនាវា USS George H.W. Bush នៅពេលនេះនាវាផ្ទុកយន្តហោះរបស់អាមេរិក USS Abraham Lincoln ដែលអមដំណើរដោយនាវាពិឃាត6គ្រឿងនិងយន្តហោះយ៉ាងតិច60គ្រឿងសហរដ្ឋអាមេរិកបានបន្ថែមយន្តហោះ F-15 ចំនួន12គ្រឿងទៀតដោយកាន់តំបន់មជ្ឈិមបូព៌ាខណៈដែលយន្តហោះ F-35 មានរួចហើយនៅមូលដ្ឋានរបស់ខ្លួននៅតំបន់មជ្ឈិមបូព៌ាអ្នកជំនាញនៅតែមើលឃើញថាសង្គ្រាមមិនសង្គ្រាមវាអាស្រ័យទៅលើអ៊ីរ៉ង់ទេបើអ៊ីរ៉ង់ព្រមទម្លាក់អំណាចនៃរបបផ្ដាច់ការរបស់ខ្លួនហើយផ្ដល់សេរីភាពឲ្យប្រជាជនឡើងវិញជាមួយនឹងការរៀបចំប្រព័ន្ធដឹកនាំថ្មីពេលនោះហើយដែលសហរដ្ឋអាមេរិកនឹងមិនបើកការវាយប្រហារទៅលើអ៊ីរ៉ង់នោះទេព្រោះថារដ្ឋាភិបាលថ្មីជារដ្ឋាភិបាលដែលមិនមានមហិច្ឆតាដើម្បីផលិតអាវុធនុយក្លេអ៊ែរនោះទេអ្វីដែលសំខាន់នោះគឺថាអ៊ីស្រាអែលនិងនាយករដ្ឋមន្ត្រីរបស់ប្រទេសនេះដែលមានឈ្មោះថា Benjamin Netanyahu កំពុងតែរុញសហរដ្ឋអាមេរិកឲ្យបើកការវាយប្រហារទៅលើអ៊ីរ៉ង់ដែលលោក Benjamin Netanyahu តែងតែប្រាប់សហរដ្ឋអាមេរិកថាបើមិនបញ្ចប់របបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់បច្ចុប្បន្ននេះអ៊ីរ៉ង់នៅតែក្លាយទៅជាកម្លាំងភេរវកម្មដ៏អាក្រក់បំផុតនៅតំបន់មជ្ឈិមបូព៌ានេះហើយលោកបានប្រកាសថាអ៊ីស្រាអែលត្រៀមហើយដើម្បីជួយប្រជាជនអ៊ីរ៉ង់បញ្ចប់របបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់បច្ចុប្បន្ននេះសូមរំលឹកដែរថារបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់នេះមានអាយុកាល47ឆ្នាំមកហើយដែលរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់នេះឡើងកាន់អំណាចបាននៅពេលដែលប្រជាជនភ្លុកទឹកភ្លុកដីប្រជាជនអ៊ីរ៉ង់ជឿជាក់ថាជារបបស្អាតស្អំជារបបដែលទទួលសេរីភាពនិងផ្ដល់សិទ្ធិគ្រប់គ្រាន់ដល់ប្រជាជនអ៊ីរ៉ង់ទើបពេលនោះទាញទម្លាក់របបរាជានិយមកែតម្រង់បានដោយជោគជ័យតែយ៉ាងនេះក្តីនៅពេលនេះរាជតាយាទនៃស្ដេចសាអ៊ីរ៉ង់ព្រះអង្គម្ចាស់រ៉េនសាប៉ាឡាវីបានកំពុងតែក្លាយទៅជាអ្នកនយោបាយនិរទេសខ្លួនដ៏មានឥទ្ធិពលមានប្រជាប្រិយភាពបំផុតព្រះអង្គកំពុងតែទទួលស្នើឲ្យសហរដ្ឋអាមេរិកពិភពលោកចូលរួមចំណាយជាមួយនឹងប្រជាជនអ៊ីរ៉ង់90លាននាក់ដើម្បីបញ្ចប់របបដ៏ឃោរឃ្រនៃរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់បច្ចុប្បន្ននេះព្រះអង្គមានបន្ទូលថាព្រះអង្គនឹងយាងទៅប្រទេសរបស់ព្រះអង្គវិញដែលជាទីកំណើតរបស់ព្រះអង្គដើម្បីជួយរៀបចំរដ្ឋាភិបាលប្រជាធិបតេយ្យថ្មីមួយឡើងវិញនៅពេលដែលអ្នកកាសែតសួរថាតើព្រះអង្គចង់ឡើងសោយរាជ្យដូចនឹងព្រះបិតារបស់ព្រះអង្គដែរឬទេរាជតាយាទរ៉េនសាប៉ាឡាវីមានបន្ទូលថាព្រះអង្គមិនចង់ក្លាយទៅជាស្ដេចអ្វីនោះទេប៉ុន្តែអ្វីៗទាំងអស់វាអាស្រ័យទៅលើឆន្ទៈរបស់ប្រជាជនរបបប្រជាធិបតេយ្យដែលគ្មានស្ដេចសោយរាជ្យក៏ព្រះអង្គអាចទទួលយកបានផងដែរ
យ៉ាងណារបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់បច្ចុប្បន្ននេះត្រូវបានចាត់ទុកថាជារបបខុសច្បាប់ទាំងស្រុងហើយសភាអឺរ៉ុប27ប្រទេសបានប្រកាសថារបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់គឺជារបបភេរវកម្មឧត្តមសេនីយ៍ជាច្រើនរូបរាប់ទាំងអាយ៉ាតូឡាលីខាមីណៃក៏ស្ថិតនៅក្នុងបញ្ជីឈ្មោះជាមេភេរវកម្មនៅតំបន់មជ្ឈិមបូព៌ារួចទៅហើយលោកស្រីរដ្ឋមន្ត្រីកិច្ចការនយោបាយសហភាពអឺរ៉ុបការិយាកាឡារួមទាំងប្រធានគណៈកម្មការអឺរ៉ុបលោកស្រីវ៉ាន់ដាលីកបានប្រកាសឲ្យថារបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់នេះគឺជារបបភេរវកម្មដែលពិភពលោកមិនត្រូវទទួលស្គាល់ភាពស្របច្បាប់របស់របបនេះទៀតនោះទេឥឡូវនេះនាយករដ្ឋមន្ត្រីអង់គ្លេសប្រធានាធិបតីបារាំងនិងអធិកាបតីអាល្លឺម៉ង់បានប្រកាសឲ្យថាខ្លួនគេក៏ចូលរួមជាមួយនឹងសហភាពអឺរ៉ុបមិនទទួលស្គាល់របបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ជារបបស្របច្បាប់ទៀតនោះទេដោយចាត់ទុកថាវាជារបបភេរវកម្មដ៏ឃោរឃ្របំផាត់ចក្រភពអង់គ្លេសប្រកាសគាំទ្រសហរដ្ឋអាមេរិកដែលមានផែនការកំទេចរបបដ៏ឃោរឃ្រមួយនេះមិនតែប៉ុណ្ណោះគេដឹងថាចក្រភពអង់គ្លេសក៏មានការដាក់ពង្រាយយន្តហោះចម្បាំងរបស់ខ្លួនទៅកាន់តំបន់មជ្ឈិមបូព៌ាផងដែរគឺទៅកាន់ប្រទេសកាតាដែលប្រទេសកាតានិងចក្រភពអង់គ្លេសមានកិច្ចព្រមព្រៀងយោធាជាមួយគ្នាអ្នកជំនាញមើលឃើញថាប្រសិនបើកាតារងការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់នោះយន្តហោះចម្បាំងរបស់ចក្រភពអង់គ្លេសនឹងបើកប្រតិបត្តិការវាយការពារលំហអាកាសកាតាវាមានន័យថាចក្រភពអង់គ្លេសចូលសហប្រតិបត្តិការជាមួយនឹងកងទ័ពអាមេរិកនិងអ៊ីស្រាអែលវាយប្រហារទៅលើរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់យ៉ាងណានៅពេលនេះពិភពលោកកំពុងសម្លឹងមើលថាតើរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់នៅក្រោមការដឹកនាំរបស់មហាបុព្វជេតសាសនាអាយ៉ាតូឡាលីខាមីណៃនេះអាចនឹងបន្តរស់រានមានជីវិតបានដែរឬទេនៅពេលដ៏ខ្លីឆាប់ៗខាងមុខនេះហើយជឿជាក់ថារដ្ឋការលោកដូណាល់ត្រាំផ្ទាល់នឹងមិនបន្តឲ្យរបបសម្លាប់រង្ងាលនេះមាននៅលើទឹកដីនៃប្រទេសអ៊ីរ៉ង់ដែលមានប្រជាជន90លាននាក់នោះទេ